ការចាប់ហ្វ្រាំងក្នុងករណីជួបឧបសគ្គរថយន្តឈប់ឬខូចខាងមុខការចាប់ហ្វ្រាំងត្រូវអនុវត្តដូចតទៅត្រូវប្រើហ្វ្រាំងមុខនិងហ្វ្រាំងក្រោយព្រមគ្នាដើម្បីឲ្យមានប្រសិទ្ធភាពខ្ពស់ជៀសវាងការប្រើហ្វ្រាំងតែមួយព្រោះវាធ្វើឲ្យប្រសិទ្ធភាពថយចុះនិងអាចបង្កឲ្យមានគ្រោះថ្នាក់ជាពិសេសនៅពេលបើកបរលឿនឬនៅពេលផ្លូវសើមសិទ្ធិអធិភាពនៅត្រង់ផ្លូវប្រសពរវាងផ្លូវដីឬផ្លូវលំនិងផ្លូវក្រាលកៅស៊ូឬផ្លូវបេតុងផ្លូវបំបែកជា4អ្នកបើកបរយានយន្តដែលស្ថិតនៅលើផ្លូវដីត្រូវឈប់និងផ្ដល់សិទ្ធិឲ្យអ្នកបើកបរយានយន្តស្ថិតនៅលើផ្លូវក្រាលកៅស៊ូដែលមកដល់ឬជិតដល់ផ្លូវប្រសពទៅមុនដោយមិនធ្វើឲ្យរំខានដល់យានយន្តដែលកំពុងធ្វើចរាចរណ៍នៅលើផ្លូវក្រាលកៅស៊ូសិទ្ធិអធិភាពនៅត្រង់ផ្លូវប្រសពរវាងផ្លូវសាធារណៈនិងផ្លូវឯកជនផ្លូវចេញចូលបុរីគេហដ្ឋានរោងចក្រសាលារៀនក្រសួងស្ថាប័នមណ្ឌលពាណិជ្ជកម្មអ្នកបើកបរយានយន្តដែលចេញពីច្រកផ្លូវចេញចូលឯកជនត្រូវផ្ដល់សិទ្ធិឲ្យអ្នកបើកបរយានយន្តនៅលើផ្លូវសាធារណៈដែលមកដល់ឬជិតដល់ផ្លូវប្រសពទៅមុនដោយមិនធ្វើឲ្យរំខានដល់យានយន្តដែលកំពុងធ្វើចរាចរណ៍នៅលើផ្លូវសាធារណៈផលិតដោយសហភាពសហព័ន្ធយុវជនកម្ពុជាសហការផលិតដោយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍លើគូក្រសួងសាធារណការនិងដឹកជញ្ជូនបេឡាជាតិសន្តិសុខសង្គម